សូមស្វាគមន៍មកកាន់វីដេអូមេរៀនជាបន្តបន្ទាប់ពីបងប្អូនបានសិក្សាអំពីធាតុសំខាន់នៃរឿងហើយនោះថ្ងៃនេះយើងមកអានអំណានមួយទាក់ទងទៅនឹងរឿងភ្នំសុពណ៌កាឡីអញ្ចឹងបងប្អូនចង់ដឹងថាតើភ្នំសុពណ៌កាឡីមានអត្ថន័យខ្លឹមសារយ៉ាងណាបងប្អូនមើលជាមួយលោកគ្រូទាំងអស់គ្នាចំពោះចំណងជើងប្រហែលជាមិនជាបញ្ហាសម្រាប់បងប្អូនទេសុពណ៌កាឡីប៉ុន្តែអាចមានបងប្អូនមួយចំនួនគាត់ឆ្ងល់ថាលោកគ្រូហេតុអីបានគេអានថាកាឡីគេមិនអានថាកាលីអាហ្នឹងសង្ឃឹមថាបងប្អូនមិនជាបញ្ហាណាប៉ុន្តែបើបងប្អូនឆ្ងល់ថាហេតុអីបានគេអានថាកាឡីមិនអានថាកាលីបងប្អូនអាច comment សួរខាងក្រោមនឹងបានបងគ្រូគិតថាវាមិនជាបញ្ហាប៉ុន្តែបើមានបញ្ហាបងប្អូនអាចសាកសួរបានណាហើយចំពោះរូបភាពក៏មិនជាបញ្ហាដែរសម្រាប់បងប្អូនយើងមាន2រូបភាពខាងឆ្វេងហើយយើងមើលទៅឃើញក្រពើសត្វក្រពើកំពុងតែប្រយុទ្ធគ្នាសត្វក្រពើកំពុងតែខំគ្នាហើយរូបភាពខាងស្ដាំគឺយើងឃើញភ្នំមួយអញ្ចឹងថាតើភ្នំសុពណ៌កាឡីនឹងមានខ្លឹមសារយ៉ាងណាយើងចូលទៅអានទាំងអស់គ្នាប៉ុន្តែមុននឹងអានបងប្អូនអាចមកមើលសំណួរសិនដើម្បីត្រៀមឆ្លើយសំណួរមកមើលសំណួរជាមុនសិនហើយនៅក្នុងទីនេះយើងមានសំណួររហូតដល់ទៅ7អញ្ចឹងសំណួរទី1តើរឿងនេះមានតួអង្គណាខ្លះហើយបន្តមកទៀតតើតួអង្គទាំងនោះធ្វើសកម្មភាពអ្វីខ្លះអញ្ចឹងលោកគ្រូមកអានសំណួរមុនហើយពេលដែលបងប្អូនចូលទៅអានអំណានជាមួយលោកគ្រូគឺនឹងដឹងចម្លើយតាមរយៈអំណាននឹងតែម្ដងហើយទី2ចូលបង្ហាញតួអង្គឯកនិងតួអង្គរងដោយបញ្ជាក់អំណះអំណាងឲ្យបានច្បាស់លាស់ហើយទី3ចូលបង្ហាញពីការផ្ដើមរឿងតួរឿងនិងការបញ្ចប់រឿងហើយទី4តើរឿងនេះមានខ្លឹមសារសំខាន់ដូចម្តេចខ្លះហើយទី5ចូលធ្វើការសិក្សាអំពីកាលអាកាសនៃរឿងហើយទី6ចូលបង្ហាញពីបញ្ហាចោទនិងដំណោះស្រាយរឿងហើយទី7ចូលបកស្រាយពីអត្ថន័យនៃរឿងឲ្យបានក្បោះក្បាយហើយសូមអធិស្ឋានបងប្អូនផងដែរលោកគ្រូសំឡេងរឿងប្រាស្រ័យបន្តិចណាអញ្ចឹងសង្ឃឹមថាមិនជាបញ្ហាសម្រាប់បងប្អូនទេដោយសារសំឡេងហ្នឹងឥឡូវយើងទៅអានពាក្យកលឹះសិនមុននឹងយើងទៅអានអំណានណាអញ្ចឹងពាក្យកលឹះរបស់យើងទី1យើងអានថាជាបណ្ណកិច្ចបើជាបណ្ណកិច្ចបងប្អូនអាចមើលខ្លឹមសារតាមហ្នឹងមកលោកគ្រូគាត់តែអានពាក្យឲ្យណាហើយពាក្យទី2តំណែងខ្លួនហើយពាក្យទី3និមន្តពាក្យទី4និមិត្តបាទបន្តមកទៀតបណ្ឌបាតហើយបន្តមកទៀតបិសាចបន្តមកទៀតបច្ចាមិត្តបន្តមកទៀតពោបន្តមកទៀតមុនស័ក្តិសិទ្ធិបាទអញ្ចឹងពាក្យកលឹះទាំងអស់នេះជាពាក្យដែលនាំឲ្យបងប្អូនអាចទៅអានខ្លឹមសារខាងក្នុងអំណានទៅឆាប់យល់អញ្ចឹងបងប្អូនព្យាយាមយល់អំពីពាក្យកលឹះទាំងអស់ហ្នឹងមកអញ្ចឹងពាក្យទី1នេះយើងអានថាជាបណ្ណកិច្ចឬក៏អ្នកខ្លះគេអានថាជាបណ្ណកិច្ចក៏អានចោះបញ្ជាទូទៅគេអានថាជាបណ្ណកិច្ចហើយទី2យើងអានថាតំណែងខ្លួនហើយពាក្យបន្តមកទៀតគឺនិមន្តអញ្ចឹងសិតតែជាពាក្យខ្ចីពីបាលីសំស្ក្រឹតមកច្រើនដូចពាក្យជាបណ្ណកិច្ចដូចពាក្យនិមន្តដូចពាក្យនិមិត្តអីជាដើមហើយពាក្យបន្តមកទៀតគេអានថាបណ្ឌបាតប៉ុន្តែគ្រាន់តែដកហ្នឹងគេអានឲ្យលឿនទៅជាបណ្ឌបាតហើយពាក្យបន្ទាប់បិសាចអាហ្នឹងជាពាក្យកាលណាបើយើងខ្ចីពីបាលីមកអញ្ចឹងស្រៈអិគេអានទៅជាស្រៈអីអញ្ចឹងបងប្អូនកុំឆ្ងល់ណាពេលដែលឃើញស្រៈអិហើយអត់អានថាបិសាចគេស្រាប់តែអានថាបិសាចទៅវិញអាហ្នឹងជាពាក្យដែលខ្មែរយើងខ្ចីពីគេមកប៉ុន្តែយើងយកមកធ្វើជារបស់ខ្មែរយើងអញ្ចឹងកាលណាបើខ្ចីពីគេមកបែបហ្នឹងយើងស្អីទៅស្អីដូចជាពាក្យថាបៃតាបើសរសេរបដាក់ស្អីថាហើយតដាក់ស្អាអញ្ចឹងពេលដែលយើងអានទៅជាបៃតាហ្នឹងដូចគ្នាអញ្ចឹងសេបេប៉ុន្តែយើងអាន3ហើយបន្តមកទៀតបច្ចាមិត្តអញ្ចឹងដូចជាមិនមានបញ្ហាទេគ្រាន់តែពាក្យប៉ុណ្ណឹងលោកគ្រូគាត់តែជួយរបៀបអានខ្លះតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅអត្ថបទតែម្ដងហើយយើងមានពាក្យ4ទៀតបងប្អូនអាចមើលតាមហ្នឹងមកឥឡូវយើងទៅមើលអត្ថបទតែម្ដងអញ្ចឹងពេលដែលបងប្អូនអានអត្ថបទឬក៏សិក្សាអត្ថបទរឿងហ្នឹងបងប្អូនត្រូវយកចិត្តទុកដាក់ត្រៀមឆ្លើយនឹងសំណួររបស់យើងមិញហ្នឹងតាក់ទងទៅនឹងតួអង្គកាលអាកាសពលគឺពេលវេលានិងទីកន្លែងការផ្ដើមរឿងតួរឿងបញ្ចប់រឿងចំណោទបញ្ហាដំណោះស្រាយហើយនឹងអត្ថន័យតោះឥឡូវយើងចូលទៅអានរឿងជាមួយលោកគ្រូទាំងអស់គ្នាណាបើយើងធ្វើដំណើរពីភ្នំពេញតាមដងទន្លេមេគង្គទៅដល់ភ្នំដីច្រាលហើយបត់ទៅដល់ផែក្រូចឆ្មាខេត្តកំពង់ចាមក្រឡេកចោលភ្នែកទៅទិសឦសានក្នុងស្រុកព្រះប្រសពខេត្តក្រចេះត្រើយខាងជើងត្រង់ឃុំចំបក់
យើងនឹងឃើញភ្នំមួយខ្ពស់ទៅតុងនៅក្បែរមាត់ទន្លេនោះភ្នំនោះឈ្មោះភ្នំសុពណ៌កាឡីជាភ្នំស័ក្តិសិទ្ធិភ្នំនេះមានរឿងព្រេងដំណាលដូចតទៅកាលពីព្រេងនាយមានក្រពើមួយឈ្មោះសុពណ៌កាឡីវាមានខ្លួនធំមហិមាមានឫទ្ធានុភាពពូកែណាស់ឥតមានក្រពើណាប្រឡងឫទ្ធឈ្នះឡើយក្រពើសុពណ៌កាឡីបានអាស្រ័យនៅក្នុងអន្លង់មួយឈ្មោះអន្លង់សាឡីដែលសពថ្ងៃហៅថាភូមិអន្លង់សាឡីក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនៅខាងក្រោយភ្នំសុពណ៌កាឡីចម្ងាយប្រហែល20គីឡូម៉ែត្រក្នុងសម័យជាមួយគ្នានោះនៅឃុំមហាលាភស្រុកកោះសុទិនខេត្តកំពង់ចាមមានក្រពើមួយឈ្មោះនាងឱរ៉ៃអាស្រ័យនៅក្នុងទន្លេតូចត្រង់កំពង់វត្តមហាលាភជាក្រពើដែលលោកសង្ឃចិញ្ចឹមពេលលោកនិមន្តទៅបិណ្ឌបាតក្រពើនោះតែងបញ្ជិះចម្លងលោកទៅវិញទៅមកជាធម្មតានាងឱរ៉ៃមានមាឌធំណាស់ក្បាលប្រវែង7ហត្ថអាចតំណែងខ្លួនជាមនុស្សបានថ្ងៃមួយពេលវាតំណែងខ្លួនជាមនុស្សស្រាប់តែឮមនុស្សនិយាយគ្នាថាក្រពើនាងឱរ៉ៃធំអ្វីប៉ុណ្ណឹងក្រពើសុពណ៌កាឡីនៅអន្លង់សាឡីធំជាងនេះទៅទៀតនាងឱរ៉ៃបានឮមនុស្សនិយាយដូច្នេះក៏ប្រែក្រឡាជាក្រពើហែលទៅតាមដងទន្លេតូចមានចម្ងាយច្រើនគីឡូម៉ែត្រសំដៅទៅរកក្រពើសុពណ៌កាឡីដើម្បីប្រឡងឫទ្ធគ្នាលុះចេញទៅដល់មាត់ពាមផ្កាយម្រេចវាប្រទះនឹងតាចាស់យាយចាស់កំពុងចែវទូកឆ្លងទន្លេធំនាងឱរ៉ៃគិតថាបើខ្លួនអញនៅជាក្រពើនឹងសុំដោយសារតាយាយនេះពុំបានទេព្រោះគាត់ខ្លាចដូច្នេះគួរអញនិមិត្តខ្លួនជាលោកនេនទើបសុំដោយសារគាត់បានគិតហើយក៏និមិត្តខ្លួនជាលោកនេនសុំដោយសារជាមួយតាយាយបានដូចបំណងនាងឱរ៉ៃបានសុំតាយាយចែវទូកហើយប្រាប់តាយាយថាសុំតាយាយទៅអង្គុយកាន់ជើងចែវក្បាលទូកទប់ខ្លួនឲ្យនឹងចោះថាដូច្នេះហើយលោកនេនក្រពើក៏ចែវទូកលឿនបន្តិចម្ដងយូរទៅរឹតតែលឿនឡើងដោយអំណាចនាងឱរ៉ៃនិមិត្តយកកន្ទុយជួយកាយទឹកផ្សំផងចំនួនកន្លះថ្ងៃទើបទៅដល់ទីកន្លែងក្រពើសុពណ៌កាឡីនាងឱរ៉ៃលោកនេនសួរតាយាយថាតាយាយឡើងត្រើយខាងណាតាយាយឆ្លើយប្រាប់វិញថាឡើងត្រើយខាងស្ដាំនេះបានហើយលុះចូលទូកដល់កំពង់នាងឱរ៉ៃលោកនេនជួយអុសទូកតាយាយផុតពីទឹកតាថាដាក់ទូកត្រង់នឹងហើយនាងឱរ៉ៃលោកនេនថាពុំបានទេតាថាហើយក៏អុសទូកនោះទៅដាក់ចិញ្ចើមច្រាំងចងក្រៀកដោយច្រវាក់ជាប់នឹងបង្គោលព្រោះនាងឱរ៉ៃគិតថានៅពេលប្រឡងឫទ្ធគ្នានោះនឹងមានរលកខ្លាំងណាស់អូដល់ចិញ្ចើមច្រាំងបើប្រហែសមិនចងឲ្យជាប់ទូកនេះមុខជាអណ្ដែតទៅបាត់មិនខានរួចកិច្ចការហើយក៏សម្ដែងរឹតប្រែក្រឡាជាក្រពើលោតចុះទៅក្នុងទឹកហែលសម្ដៅទៅរកក្រពើសុពណ៌កាឡីពេលបានជួបហើយក៏ប្រខំគ្នាដោយរឹតយ៉ាងអស្ចារ្យបញ្ឈរខ្លួនផុតពីទឹកផ្អើលអស់មនុស្សមកមើលត្រៀបត្រារលកទឹកបោកហួសចិញ្ចើមច្រាំងលុះប្រខំគ្នាយូរទៅក្រពើនាងឱរ៉ៃមានរិទ្ធខ្លាំងជាងខំត្រូវពោះក្រពើសុពណ៌កាឡីធ្លាយស្លាប់មួយរំពេចទៅក្រពើសុពណ៌កាឡីស្លាប់ទៅកើតជាភ្នំមួយមានឈ្មោះថាភ្នំសុពណ៌កាឡីតាមឈ្មោះក្រពើនោះរហូតមកដល់សប្តាហ៍ថ្ងៃនេះភ្នំនេះពូកែស័ក្តិសិទ្ធិណាស់បើអ្នកណាទៅរៀនមុនវិជ្ជានៅភ្នំនោះពេលកំពុងអង្គុយស្វាត់ជាយតែមានពួកបិសាចមកលបងធ្វើជាដុំមាសប៉ុនដងទុំឬស្រីក្រមុំមកពិតអែបស្មាសងខាងបើអ្នករៀនវិជ្ជានោះភ្លាត់ចំណាប់ចង់បានរបស់នោះមុខជាពួកនេះវាយបំបាក់កស្លាប់មិនខានកាលបើមានជ័យជំនះហើយក្រពើនាងឱរ៉ៃក៏ត្រឡប់មកលំនៅស្ថានវិញចំណែកការក្រោយមកថ្ងៃមួយពេលក្រពើនាងឱរ៉ៃកំពុងចម្លងលោកនេនស្រាប់តែប្រទះនឹងក្រពើបច្ចាមិត្តដទៃទៀតមកបៀតបៀននាងឱរ៉ៃគិតថាឥឡូវនឹងទុកលោកនេននៅឯណារកកន្លែងដាក់
គ្មាននាងអរ៉ៃក៏លេបលោកនេនលាក់ទុកក្នុងពោះខ្លួនហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្តក្រពើបច្ចាមិត្តចាញ់ក្រពើនាងអរ៉ៃហើយគេចខ្លួនបាត់ទៅលុះប្រយុទ្ធរួចហើយនាងអរ៉ៃក៏ខ្ជាក់លោកនេនចេញពីពោះឃើញលោកនេនសុគតទៅហើយក៏កើតសេចក្តីសោកស្ដាយពីក្រៃនៅក្នុងឱកាសដែលពួកមហាជនកំពុងធ្វើបុណ្យជាបណ្ឌកិច្ចរំលាយសពលោកនេននោះក្រពើនាងអរ៉ៃក៏ឡើងទៅដេកលើភ្នក់ភ្លើងដែលកំពុងឆេះពេញអំណាចភ្លើងក៏ឆេះក្រពើនាងអរ៉ៃនោះបាត់បង់ជីវិតទៅជាមួយលោកនេនទៅដកស្រង់នឹងការសម្រួលពីប្រជុំរឿងព្រេងភាគទី5អញ្ចឹងបន្ទាប់ពីបងប្អូនបានអានជាមួយលោកគ្រូហើយបងប្អូនអាចមកធ្វើសំណួរទាំងអស់គ្នាសំណួរទី1តើរឿងនេះមានតួអង្គណាខ្លះឥឡូវលោកគ្រូសូមទៅបើក Word បន្តិចអញ្ចឹងចម្លើយបាយធំទៅចុះចម្លើយទី1អញ្ចឹងតួអង្គមានតួអង្គក្រពើសុពណ៌កាលីក្រពើនាងអរ៉ៃលោកនេននៅក្នុងរឿងរបស់យើងហ្នឹងអត់មានពនាមអត់មានឈ្មោះទេហើយនឹងតាយាយដែលនាងអរ៉ៃសុំទូកទៅហ្នឹងគឺតួអង្គហើយចំពោះសកម្មភាពចំពោះក្រពើសុពណ៌កាលីនិងក្រពើនាងអរ៉ៃគឺពីរនាក់ហ្នឹងប្រយុទ្ធគ្នាហើយលោកនេននិមន្តបិណ្ឌបាតហើយក្រពើនាងអរ៉ៃជួបលោកទៅបិណ្ឌបាតហើយក្រពើសុពណ៌កាលីស្លាប់ដោយសារការប្រយុទ្ធគ្នាចំពោះក្រពើនាងអរ៉ៃដោយសារតែធ្វើឲ្យលោកនេនស្លាប់ដោយសារលេបលោកនេនចូលទៅក្នុងពោះហ្នឹងចុងក្រោយក៏ចូលទៅក្នុងភ្នក់ភ្លើងដោយខ្លួនឯងហើយតាយាយគាត់ជាអ្នកអុំទូកដែលហើយក្រពើនាងអរ៉ៃសុំតាយាយទៅជាមួយចឹងតែចឹងអាហ្នឹងជាសំណួរទី1ហើយសំណួរទី2គេសួរថាម៉េចចូលបង្ហាញតួអង្គឯកតួអង្គរងដោយបញ្ជាក់អំណះអំណាងចឹងសំណួរទី2បាទតួអង្គឯករបស់យើងគឺពីណាបាទតួអង្គឯកគឺក្រពើនាងអរ៉ៃហើយបានយើងថាក្រពើនាងអរ៉ៃជាតួអង្គឯកបើចំណងជើងដាក់ភ្នំសុពណ៌កាលីហ្នឹងចំណងជើងយើងភ្នំសុពណ៌កាលីមិនមែនយើងដាក់ចំណងជើងថាក្រពើសុពណ៌កាលីទេណាអញ្ចឹងបានជាគេថាតួអង្គឯកគឺជាក្រពើនាងអរ៉ៃដោយសារនៅក្នុងរឿងហ្នឹងមានសកម្មភាពច្រើនជាងគេបើបងប្អូននៅចាំថាអ្វីជាតួអង្គឯកតួអង្គរងតួអង្គបន្ទាប់បន្សំមិនជាបញ្ហាតួអង្គឯកគឺជាតួអង្គដែលមានសកម្មភាពច្រើនជាងគេនៅក្នុងរឿងអាហ្នឹងជានិយមន័យនៃតួអង្គឯកហើយតបមកតួអង្គរងគឺក្រពើសុពណ៌កាលីសុពណ៌កាលីនិងពីណាទៀតនិងលោកនេនសកម្មភាពតិចដល់ពេលអញ្ចឹងទៅជាតួអង្គរងទៅវិញសកម្មភាពតិចជាងឥឡូវលោកគ្រូសរសេរអញ្ចឹងហាក់ដូចជាយូរសម្រាប់បងប្អូនឥឡូវយើងទៅមើលសំណួរហើយឆ្លើយយកតែម្ដងទៅកុំឲ្យខាតពេលយើងបើគេឲ្យបង្ហាញពីការផ្ដើមរឿងតួរឿងនិងការបញ្ចប់រឿងចំពោះការផ្ដើមរឿងអ្នកនិពន្ធចាប់ផ្ដើមដោយកាលពីព្រេងនាយតែម្ដងអញ្ចឹងយើងអាចទៅមើលទាំងអស់គ្នាមើលអញ្ចឹងឯណាទៅនេះអញ្ចឹងយើងមើលនិពន្ធផ្ដើមចេញមកគឺកាលពីព្រេងនាយអញ្ចឹងតែម្ដងបាទហើយគណៈបើចេញមកកាលពីព្រេងនាយបែបហ្នឹងវាជាប្រភេទរឿងប្រជាប្រិយឬក៏ជារឿងព្រេងប៉ុន្តែស្ថិតនៅក្នុងអក្សរសិល្ប៍ប្រជាប្រិយចឹងហ្នឹងជាការផ្ដើមរឿងគឺផ្ដើមចេញមកគឺកាលពីព្រេងនាយមានអីគឺហើយភ្ជាប់យកសាច់រឿងយកតែម្ដងអាហ្នឹងគឺការផ្ដើមរឿងចំពោះតួរឿងអញ្ចឹងដូចយើងធ្លាប់បានរៀននៅវីដេអូមុនហើយធាតុសំខាន់នៅក្នុងរឿងគណៈបើនិយាយពីតួរឿងយើងនិយាយទៅដល់អីខ្លះដល់តួអង្គទីកន្លែងបញ្ហាចោទដំណោះស្រាយឧត្តមគតិរឿងអញ្ចឹងតួអង្គនៅក្នុងរឿងហ្នឹងដោយសារតែរឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយអញ្ចឹងតួអង្គនៅក្នុងរឿងនេះមានតាំងពីតួអង្គជាសត្វតួអង្គជាមនុស្សគឺលាយឡំចូលគ្នាតែម្ដងអញ្ចឹងតួអង្គជាមនុស្សគឺមានដូចជាអីខ្លះដូចជាតាយាយដូចជាលោកនេនអាហ្នឹងគឺតួអង្គមនុស្សហើយតួអង្គសត្វគឺមានក្រពើសុពណ៌កាលីហើយនិងក្រពើនាងអរ៉ៃអ
ហើយចំពោះទីកន្លែងរឿងនេះកើតឡើងដោយបញ្ជាក់ពីទីកន្លែងពិតប្រាកដនៅក្នុងស្រុកខ្មែរយើងតែម្ដងដូចជានៅភ្នំសុពណ៌កាឡីស្រុកព្រែកប្រសពខេត្តកាចេះស្រុកកោះស្ទឹងខេត្តកំពង់ចាមជាដើមចា៎ហ្នឹងជាទីកន្លែងដែលមាននៅក្នុងរឿងហើយចំពោះបញ្ហាចោតគឺបញ្ហារឹតអំណាចដោយក្រពើនាងអរ៉ៃហ្នឹងឮថាម៉េចឮថាក្រពើសុពណ៌កាឡីហ្នឹងធំហើយខ្លាំងក្លាហើយក៏មានចិត្តចង់លបងរឹតយកឈ្នះយកចាញ់អាហ្នឹងជាបញ្ហាគឺដោយសារតែចង់យកឈ្នះយកចាញ់ចង់លបងរឹតគ្នាអាហ្នឹងជាបញ្ហាហើយក្រពើនាងអរ៉ៃហ្នឹងបានធ្វើឲ្យលោកនេនជាម្ចាស់របស់ខ្លួននឹងសកុតព្រោះខ្លួនរវល់តែប្រយុទ្ធគ្នារវល់តែខំគ្នាជាមួយក្រពើប្រចាំមិត្តផ្សេងទៀតហ្នឹងដោយសារតែលេបទុកនៅក្នុងពោះយូរពេកទៅក៏ធ្វើឲ្យលោកនេនហ្នឹងក៏សកុតបាត់ទៅអញ្ចឹងអាហ្នឹងជាបញ្ហាអញ្ចឹងដំណោះស្រាយនៃបញ្ហាហ្នឹងថាតើអ្នកនិពន្ធក៏ដោះស្រាយយ៉ាងម៉េចអញ្ចឹងដំណោះស្រាយគឺក្រពើនាងអរ៉ៃខំគ្នាជាមួយក្រពើសុពណ៌កាឡីយកឈ្នះយកចាញ់ប្រកួតគ្នាអញ្ចឹងទៅអាហ្នឹងជាដំណោះស្រាយព្រោះបញ្ហាអ្នកទាំងពីរហ្នឹងចង់លបងរឹតគ្នាម្នាក់ទាំងពីរគឺក្រពើនាងអរ៉ៃចង់ទៅយកឈ្នះយកចាញ់អញ្ចឹងទៅក៏ទៅប្រយុទ្ធគ្នាយកឈ្នះយកចាញ់រហូតដល់ក្រពើសុពណ៌កាឡីនឹងចាញ់ហើយក៏ស្លាប់ទៅហើយពេលស្លាប់ហ្នឹងក៏កើតទៅជាភ្នំមួយគឺភ្នំសុពណ៌កាឡីហើយនាងអរ៉ៃហ្នឹងក៏សុខចិត្តស្លាប់ខ្លួនតាមម្ចាស់ដែរដោយសារបញ្ហាខាងដើមហ្នឹងគឺនាងអរ៉ៃហ្នឹងធ្វើឲ្យលោកនេនសកុតដែលជាម្ចាស់ខ្លួនហ្នឹងអញ្ចឹងនាងអរ៉ៃសុខចិត្តស្លាប់ទៅតាមម្ចាស់ដើម្បីលាងកំហុសរបស់ខ្លួនហើយជាពិសេសហ្នឹងបង្ហាញពីភក្ដីភាពចំពោះម្ចាស់ចំពោះឧត្តមគតិនៃរឿងនេះវិញដោយរឿងហ្នឹងបានបង្ហាញឲ្យយើងដឹងអំពីប្រវត្តិឈ្មោះទីកន្លែងរបស់ខ្មែរយើងដែលទីកន្លែងទាំងអស់នោះវាជាទីកន្លែងពិតប្រាកដនៅក្នុងស្រុកខ្មែររបស់យើងអញ្ចឹងទាំងអស់នេះជាចំណុចខ្លះៗតាក់ទងទៅនឹងតួរឿងហើយចំពោះការបញ្ចប់រឿងនេះបញ្ចប់ដោយបានបន្សល់ទុកនៅឈ្មោះទីកន្លែងក្នុងប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជារបស់យើងហើយមួយវិញទៀតតាមរយៈរឿងហ្នឹងក៏បានបន្សល់ទុកនៅផ្នត់គំនិតស្មោះត្រង់ចេះទទួលស្គាល់កំហុសរបស់ខ្លួនពលគឺនាងអរ៉ៃហ្នឹងបង្ហាញពីភក្ដីភាពរបស់ខ្លួនហើយនឹងភាពទទួលស្គាល់ការទទួលស្គាល់កំហុសរបស់ខ្លួននៅពេលដែលធ្វើឲ្យម្ចាស់ស្លាប់អីចឹងទៅអាហ្នឹងជាសំណួរទី3ហើយសំណួរទី4រឿងនេះមានខ្លឹមសារសំខាន់ដូចម្ដេចខ្លះខ្លឹមសារសំខាន់ទី1ហ្នឹងបង្ហាញពីប្រវត្តិកំណើតឈ្មោះកន្លែងនៃប្រទេសកម្ពុជារបស់យើងគឺប្រវត្តិនៃឈ្មោះភ្នំសុពណ៌កាឡីហើយចំណុចមួយទៀតបង្ហាញពីប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងដែលមានឈ្មោះពិតប្រាកដនិងដិតជាប់រហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងហើយទី3បង្ហាញថាប្រទេសកម្ពុជារបស់យើងនឹងសម្បូរទៅដោយសម្បត្តិធម្មជាតិមានព្រៃព្រឹក្សាមានទឹកមានស្ទឹងមានបឹងមានបួរទៅតាមសាច់រឿងអញ្ចឹងទៅអាហ្នឹងជាសំណួរទី4ហើយសំណួរទី5គេសួរថាម៉េចសំណួរទី5ចូលធ្វើការសិក្សាពីកាលអាកាសនៃរឿងកាលអាកាសបងប្អូននៅពេលដែលអានទៅឲ្យតែឃើញពាក្យណាតាក់ទងជាមួយនឹងពេលវេលាអាហ្នឹងគឺកាលហើយចឹងមានដូចជាដំណើររឿងប្រព្រឹត្តទៅយូរលង់ណាស់មកហើយបងប្អូនអាចអស់មកខាងលើនេះមកមានដូចជាកាលពីព្រេងនាយដែលនៅខាងដើមល្បះរបស់យើងហ្នឹងហើយកន្លះថ្ងៃពេលដែលនាងអរ៉ៃសុំតាយាយជិះទូកទៅហ្នឹងនេះគឺយើងឃើញមានពាក្យកន្លះថ្ងៃហ្នឹងហើយមានអីទៀតមានចំណេរកាលក្រោយមកហើយមានថ្ងៃមួយអញ្ចឹងអាហ្នឹងសុទ្ធតែជាពេលវេលាហើយដែលខៅតកាលហើយអាកាសគឺទីកន្លែងសាច់រឿងហ្នឹងគឺប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជារបស់យើងបង្ហាញពីឈ្មោះទីកន្លែងពិតប្រាកដមួយចំនួនដូចជាភូមិអន្លង់សាលីនៅក្នុងស្រុកស្ទឹងត្រង់ដែលយើងឃើញនៅខាងលើគេមិញហ្នឹងហើយមានអីទៀតមានខេត្តកំពង់ចាមដែលមានពិតប្រាកដវត្តមហាលាភក៏មានពិតប្រាកដហើយឃុំមហាលាភហ្នឹងក៏មានស្រុកកោះស្ទឹងខេត្តកំពង់ចាមភ្នំសុពណ៌កាឡីស្រុកព្រែកប្រសពខេត្តកាចេះសិតតែមានពិតប្រាកដអញ្ចឹងអាហ្នឹងគឺទីកន្លែងហើយចំពោះសំណួរទី6បង្ហាញពីចំណោទបញ្ហានឹងដំណោះស្រាយអាហ្នឹងយើងបាននិយាយលោកគ្រូបានបង្ហាញនៅក្នុងសំណួរទី3ហើយនៅក្នុងតួរឿងគឺមានចំណោទបញ្ហាហើយនឹងដំណោះស្រាយនឹងរួចហើយចំពោះខ្លឹមសារបកស្រាយពីអត្ថន័យនៃរឿងនេះបានក្បោះក្បាយគឺយើងមាននៅក្នុងទី4ដែរមិញតែរឿងនេះមានខ្លឹមសារសំខាន់ដូចម្ដេចខ្លះអាហ្នឹងហើយជាអត្ថន័យនៃរឿងហ្នឹងជាខ្លឹមសារនៃរឿងហ្នឹងអញ្ចឹងមេរៀនហ្នឹងខ្លីដែរទេបងប្អូនណាសង្ឃឹមថាបងប្អូនមិនជាបញ្ហាទេវាជាមេរៀនអំណានមួយឲ្យយើងយល់ដឹងពីប្រវត្តិនៃការកកើតភ្នំសុពណ៌កាឡីអញ្ចឹងវីដេអូលោកគ្រូក៏តែប៉ុណ្្នឹងដែរសង្ឃឹមថាបងប្អូនអាចចាប់បានអាចយល់ឬក៏ជាដើមទុនសម្រាប់បងប្អូនទៅរៀននៅក្នុងថ្នាក់
ចឹងគឺមានតែប៉ុណ្្នឹងឯណាចាំជួបគ្នានៅវីដេអូក្រោយទៀតយើងនឹងទៅរៀនអំពីវេយ្យាករណ៍ម្ដងគឺកំណើតនាមករឬករណនាមនិងនាមការឬការកនាមបាទអរគុណច្រើន